bị bắt chặt đấy nụ đã xa chặt đã bắt lâu nơi mình toàn chư bao bê chặt lâu khi chặt khăn hành nụ cứ lên bị bạn tròn hai ហេតុអីកូននិយាយបែបនេះដាក់យើងយើងដឹងថាយើងមិនគប្បីនឹងអូននៅខឹងជាមួយយើងសន្យានឹងអូនចាប់ពីថ្ងៃនេះទៅយើងនឹងអស់ចំពោះអូនលែងឲ្យអូនចាក់ចេញពីយើងទៀតហើយអ្នកម្នាងឆ្លាតស្រឡាញ់បងទេណាហាមនឹកតាមគិតធ្វើមិនបានទេណាហាមចិត្តមិនឲ្យទៅប្រាប់គេយើងមិនអាចជួបគេទេពេលនេះក្នុងរាជការសិតតែថាគេជារនុកក្នុងបើយើងមិនជួយគេយ៉ាងណាយើងធ្លាប់ជាគ្រូនឹងសិស្សពិតជាមិនដាច់ចិត្តទេលោកអាមាត្យខាងចង់បានគុជនេះយូរមកហើយឯងយកទៅឲ្យគេចុះចំណែកព្រះអង្គចង់សម្លាប់គេឬយ៉ាងណាត្រូវមើលលើបុណ្យរបស់គេហើយបាទលោកម្ចាស់ចេញខាងនេះព្រះអង្គទូលបង្គំកើឈៀងហួយទន្ទឹងទាំងយប់ទន្ទឹងទាំងថ្ងៃទីបំផុតទូលបង្គំបានគាល់ព្រះអង្គហើយមិនងាយទេនេះគឺជាបុណ្យពីដូនតាទូលបង្គំទើបអាចឲ្យទូលបង្គំឆ្លងកាត់ភ្នំកាត់ទឹកពីនគរជីដែលនៅឆ្ងាយយ៉ាងនេះទីបំផុតត្រឡប់មកក្បែរព្រះកាយព្រះអង្គវិញហើយលោកម្ចាស់ឈិញព្រះអង្គធ្វើដំណើរផ្លូវឆ្ងាយនៅហត់ព្រះកាយណាស់បើលោកមានកិច្ចការអីថ្ងៃស្អែកចាំមកដល់ពេលនោះលោកទូលថ្វាយព្រះអង្គចុះឈិញហួយលើកនេះអាចត្រឡប់មកវិញបានចូលកលព្រះអង្គថ្ងៃនេះទោះឈិញហួយរកទុកច្រើនជាងនេះទៀតក៏ស័ក្តិសមដែរស័ក្តិសមក្រោយឡើងមកព្រះគុណព្រះអង្គយើងលើថាលោកគឺរត់ពីកន្លែងមេដារបស់យើងមកមែនទេក្រាបទូលព្រះអង្គទូលបង្គំពេលបង្គំលាព្រះមហាក្សត្រយ៉ាងនេះទ្រង់យកព្រះហស្តស្ទាបក្បាលទូលបង្គំទ្រង់ថាសុខសប្បាយតាមផ្លូវព្រះមហាក្សត្រយកព្រះទ័យទុកដាក់ទូលបង្គំមិនភ្លេចទេព្រះកាយរបស់ទ្រង់គ្មានបញ្ហាទេដំបូងទ្រង់សោយមិនចាស់សុខភាពខ្សោយក្រោយមករាល់ពេល
បន្ថែមដុំប៉ាវមួយទើបទ្រង់សោយចូលបន្តិចប្រកាយពេលនេះក៏រឿងមមឡើងវិញដែររឿងនេះយើងក៏បានលើដែរថានំប៉ាវនោះដំបងឡាយគឺឲ្យទៅលោកទេទូលបង្គំគឺស្ម័គ្រចិត្តថ្វាយទ្រង់ដោយស្មោះទូលបង្គំនៅក្មេងហូបមិនឆ្អែតមិនអីទេទូលបង្គំអាចទ្រាំបានពលលោកមើលចុះមន្ត្រីចិត្តស្មោះសំទទួលរង្វាន់សំទទួលរង្វាន់សំសមត្ថភាពរបស់លោកម្ចាស់មិនធម្មតាមែនបែរជាអាចរក្សាជីវិតត្រូវជំរុំចេញបញ្ជូនត្រឡប់មកវិញលោកម្ចាស់លោកអមិញមិនលើខ្ញុំនិយាយទេខ្ញុំមិនមែនត្រូវបញ្ជូនមកវិញទេគឺលួចរត់មកវិញដោយលោកបាក់ណាតាមដែលខ្ញុំដឹងលោកម្ចាស់នៅទីនោះមានមុខតំណែងមួយការងារបែបនេះមិនត្រឹមតែអាចគ្រប់គង់គ្រួសារទេនៅអាចការពារសុវត្ថិភាពលោកម្ចាស់ទៀតផងការទទួលបែបនេះលោកម្ចាស់នៅចាំបាច់ប្រថុយលួចរត់ដែរជាងហួយរឿងមួយនេះពីដើមដល់ចប់លោកត្រូវបកស្រាយបានច្បាស់លោកអាចត្រឡប់មកវិញយើងច្បាស់ជារីករាយណាស់ប៉ុន្តែលោកធ្លាប់នៅធ្វើការឲ្យពួកជីងចូលរួមផ្នែកកងទ័ពត្រឡប់មកវិញក៏ធ្វើជាមន្ត្រីរបស់មហាសង្ឃយើងមនុស្សក្នុងរាជការច្បាស់ជាមានសម្លេងចំទាស់ហើយក្រាបទូលព្រះអង្គទូលបង្គំហេតុតែរកមកជោគបាយលុយរត់មកវិញគឺព្រោះតែសេនាប្រមុខពួកគេចង់សម្លាប់ទូលបង្គំណាលោកម្ចាស់ឆេងប្រកាសជាមានកំហុសធំមួយដែលមិនអាចអត់ឱនហើយកំហុសទី1គឺខុសត្រង់ទូលបង្គំដឹងពីល្បិចឈ្លានពានភាគខាងត្បូងច្រើនពេកហើយនេះពួកគេចាំបាច់ត្រូវសម្លាប់ទូលបង្គំកុំឲ្យមានគ្រោះទៅថ្ងៃក្រោយកំហុសទី2ខុសត្រង់ទូលបង្គំមើលហើយមិនភ្លេចឲ្យតែរបាយការណ៍ដែលពួកគេចុះកិច្ចព្រមព្រៀងឆ្លងកាត់ភ្នែកទូលបង្គំក៏ចាំទុកក្នុងចិត្តសូមព្រះអង្គចេញរាជសារក្នុងពេល10ថ្ងៃទូលបង្គំច្បាស់ជាសរសេររៀបរាប់ផ្ដល់ចម្លើយជាផុសតាងកំហុសទាំងពីររបស់លោកនិយាយចំពោះយើងបើជាគុណសម្បត្តិដ៏ធំពីរមើលទៅលោកលើរលឹកនេះគឺរត់ត្រូវហើយទោះបីជាមានមូលហេតុរត់មកវិញមែនប៉ុន្តែពីទីនោះមកឈូចៅចម្ងាយជាង2800យោជន៍ចម្ងាយផ្លូវនោះមិនដឹងគ្មានការការពារពីពួកជីងទៅតើលោកម្ចាស់ឈិញធ្វើយ៉ាងណាអាចឆ្លងទន្លេកាត់សមុទ្រដោយមិនឲ្យពួកជីងដឹងខ្លួននោះទៅទូលបង្គំមកតាមផ្លូវសុកប្រាក់គេរហូតទីហ៊ានយាមកាមតាមស្រុកភាគច្រើនជាមនុស្សនគរសង្ឃយើងទោះបីត្រូវបង្ខំចិត្តយកខ្លាចធ្វើជាមិត្តក៏ពួកគេម្នាក់គឺសុទ្ធតែស្មោះត្រង់នឹងព្រះអង្គពួកគេលើថាទូលបង្គំត្រឡប់មកគាល់ព្រះអង្គវិញក៏ព្រមដោះលែងទូលបង្គំបើកទ្វារឲ្យទូលបង្គំចេញព្រះអង្គរឿងដែលកន្លងហួសទូលបង្គំពិតជាធ្វើទាំងបង្ខំទេសូមព្រះអង្គព្រះរាជទានទោសទម្លាក់ដំណែងព្រះអង្គលោកម្ចាស់ឈិញមកវិញយ៉ាងណានៅមានចំណុចសង្ស័យមុនពេលស៊ើបរឿងនេះមិនទាន់ច្បាស់ទម្លាក់ដំណែងក៏មិនអាចប្រើការគាត់បានដែររឿងនេះគាត់ថាក្រោយពេលតាមទាហានមកឈូចៅឆ្លៀតពួកជីងមិនប្រយ័ត្នក៏រត់មកវិញសម្ដីបែបនេះយ៉ាងច្រើនគឺអាចរត់មកវិញតែម្នាក់ឯងប៉ុណ្ណោះប៉ុន្តែគាត់ធ្វើយ៉ាងណាអាចឲ្យភរិយារត់ត្រឡប់មកវិញជាមួយគ្នារហូតបែបនេះសម្ដីលោកម្ចាស់ចៅក៏ត្រូវដែរអញ្ចឹងទៅត្រូវនឿយហត់លោកម្ចាស់ចៅសរសេររបាយការណ៍រៀបរាប់ពីដំណើររបស់ឈិងហួយរួចហើយ
ឲ្យគ្រប់ផ្នែកទាំងអស់ពិភាក្សាគ្នាថាគេត្រឡប់មកវិញគឺនាំទុកដល់រាជការឬក៏នាំប្រយោជន៍ដល់រាជការចាំទាំងអស់គ្នាស្រាវជ្រាវហើយយើងមើលរបាយការណ៍ហើយចាំសម្រេចតាមក្រោយក្រាបទូលព្រះអង្គមិនចាំបាច់បែបនេះទេទូលបង្គំយករបស់ម្យ៉ាងត្រឡប់មកវិញសូមព្រះអង្គយាងតតយកមកយើងមើលមកទទួលរាជវិជានេះគឺអក្សររបស់មេដាយើងគឺជាអក្សររបស់មេដាយើងនៅឆ្ងាយអាឡ័យនឹកគ្នាដល់បាក់សីហោះហើរនាំសំលេងរាល់ថ្ងៃនឹកកូនមិនបានជួបបានត្រឹមយល់សពស្រក់ទឹកភ្នែកគ្រប់កិច្ចការពិភាក្សាជាមួយឈៀងហួយម្នាក់នេះចេះដឹងមានបទពិសោធន៍ជាអ្នកមានទេពកោសល្យកម្របានជួបបោះបង់គួរស្ដាយនិងខាតបង់មេដាព្រះអង្គប្រកាយផងព្រះអង្គមេដាបទអកតញ្ញូបទអកតញ្ញូបន្ទូលមេដាគឺបទនៅធ្វើតាមប្រកាសจะធ្វើតាមលោកម្ចាស់ឈិញត្រឡប់មកពីភៀកខាងជើងចំពោះយុទ្ធសាស្ត្រប្រកាសជាយល់ច្រើនណាស់ព្រះអង្គគួរតែឲ្យលោកម្ចាស់ឈិញផ្ដល់យោបល់ទៅលោកម្ចាស់ឈិញនិយាយទៅទទួលរាជវិជាព្រះអង្គពេលនេះមានកាលបៈពីរលំបាកមួយមិនអាចស្អប់លំបាកពីរមិនអាចច្បាំងលោកម្ចាស់ឈិញតើអាចនិយាយច្បាស់បន្តិចទេអ្វីគឺមិនស្អប់អ្វីគឺមិនអាចច្បាំងមានអ្វីមិនអាចច្បាំងទៅពួកជីងពេលនេះចាប់ព្រះមេដាបិតារបស់ព្រះអង្គគឺដូចជាយកបានចំណុចខ្សែរបស់ព្រះអង្គបើព្រះអង្គច្បាំងនេះគឺអកតញ្ញូបើមិនច្បាំងគឺមិនស្មោះត្រង់ហេតុនេះព្រះអង្គពេលនេះច្បាំងមិនច្បាំងសិតតែពិបាកព្រះអើយយើងស្លាប់ទៅប្រសើរជាងមិនដឹងថាលោកម្ចាស់ឈិញមានមធ្យោបាយអីដែរដកថយការពារខ្លួនជួសជុលភ្នូររាជវង្សស្រុកទេសសុកសានឲ្យរាជស្ងប់ចិត្តគឺល្អបំផុតបែបនេះល្អលោកម្ចាស់ឈិញនិយាយត្រូវយើងលោកម្ចាស់ចៅយើងនៅមានការពិភាក្សាជាមួយលោកម្ចាស់ឈិញលោកត្រឡប់ទៅវិញចុះទូលបង្គំថ្វាយបង្គំលាលោកម្ចាស់ឈិញនិយាយមកខាងនេះក្រាបទូលលោកមេតបហេនាងសិងលោកមេតបមានតែហើយពួកជីងវាយចូលក្រុងសិងសៀងពេលនេះគឺចង់កំទេចក្រុងទៀតក្រំមែនប្រជារាស្ត្រទូទាំងក្រុងពេលនេះគឺសិតតែដឹងថាកងទ័ពនៅទីនេះនាំគ្នាមកចោះចូលលោកមេតបសូមលោកបញ្ញាប់ចាត់តបទៅជួយសង្គ្រោះជាបន្តទៅខ
ខ្ញុំទៅរកបេតងវាងសិនហើយនៅទីនេះលោកបញ្ជានេះ មិនអាចបានទេយើងទៅស្រុកសិក្សាមិនអាចទេលោកបេតងទៅបាទេលោកបេតងទេមិនបានទេលោកបេតងមិនបានទេមិនបានទេសាពួកយើងចាំការទេហើយមិនចូលទេមិនបានទេទៅក្រោយវិញតាមនេះទៅលបង ជាកាអី រាជការបញ្ចោឲ្យពួកយើងរស់ហើយរាជការចាប់ខ្លួនលោកម្ចាស់ចាងផ្ដាច់ស្បៀងរបស់ពួកយើងទៀត មិនក៏បែបនេះលបងមើលតែប្រងគឺខ្លាយពួកយើងច្បាំងចាញ់បលាំងទ្រង់រក្សាមិនបាន ខ្ញុំថាខ្លាញ់ពួកយើងច្បាំងឈ្នះបលាំងត្រង់គឺរក្សាមិនបាន មនុស្សមិនក៏តិចម្លេះ មិនតប6នាក់នាំកងទ័ពគេទៅហើយ ទៅហើយ ជប់ធ្វើហើយថាមិនទៅធ្វើជាចំណាប់ខ្មាំងផង មិនតបវាងនិយាយថាម៉េចហើយអ្នកធំជាក្រែស្នែងកូនចៅជាអ្នកសែងពួកគេម្នាក់ទៅអស់ហើយគេនៅទីនេះធ្វើស្អីទៀតចាំសម័យហើយ អ្នកគ្រប់គ្នាស្ថានភាពពេលនេះយ៉ាងម៉េចអ្នកទាំងអស់គ្នាដឹងច្បាស់ណាស់ខ្ញុំក៏មិននិយាយច្រើនដែរយាយមុនពេលឯងមកខ្ញុំបានពិភាក្សាជាមួយទាំងអស់គ្នារួចហើយពេលនេះដាច់ស្បៀងអាហារខ្ញុំគិតថាប្រុងដល់ទ័ពហើយ លើបេតងខាងចុងអេផ្សព្វផ្សាយដំណឹងថាតបចេញដំណាំយកក្រុងសឹងសៀងប្រកាសថាកំទេចក្រុងបញ្ចេញកំហឹងយាយមកសុំតបជំនួយពីលោក ស្បៀងត្រូវបានផ្ដាច់រាជការក៏បានដាក់បញ្ជាមិនត្រឡប់ទៅវិញទៀតមានតែភ្លើងស្លាប់ទៀត ចុះជារាជគិតយ៉ាងម៉េច យកកិច្ចការរួមជាធំមិនអាចខ្វល់ច្រើនយ៉ាងនេះទេវាសនាមនុស្សម្នាក់មើលលើបុណ្យរបស់ពួកគេចាក់ការបញ្ជូនស្បៀងមកហើយខ្ញុំនឹងតតាំងវិញមុនគេ លើបេតងខ្ញុំមិនឲ្យនៃប៉ាទៅសុំស្បៀងពីលោកសេនាប្រមុខហើយក្នុងពេល3ថ្ងៃដល់មកដល់សុំលោកបេតងពិចារណាផង សេនាប្រមុខស្ដាប់រាជការឬមួយស្ដាប់យាយឯងទៅឈប់និយាយទៅដកទៅ លើបេតងសុំលោកតែនិយាយជាមួយខ្ញុំមកផ្លែត មិនតបបាន លោកមិនតបជួយពួកយើងគ្រូសាស្ត្រនៅក្នុងផ្ទះសៀមឡាយលោកមិនតបលោកជួយជួយពួកយើងជួយពួកយើងជួយពួកយើងមិនតបជួយពួកយើងក្រៅឡើងក្រៅឡើងពួកយើងតានេះចាំក្រៅឡើងក្រៅឡើងមកទៅឡើងទៅក្រៅឡើងទៅនេះក្រៅឡើងអរគុណលោកមិនតបក្រៅឡើងក្រៅឡើង បងប្អូនស្ងាត់បន្តិចខ្ញុំយល់ព្រមនៅទាំងអស់គ្នាប្រកាសជាទៅជួយគ្រូសាស្ត្ររបស់អ្នកទាំងអស់គ្នា អូអរគុណណាស់អរគុណណាស់លោកមិនតបអរគុណណាស់អរគុណ លោកមិនតបមិនអាចដល់ថយបានទេ បើខ្ញុំជាឯងខ្ញុំក៏ទៅបណ្ដេញពួកជីងដែរតែខ្ញុំពេលនេះគឺជាមេតបធំមានកិច្ចការធំត្រូវយកកិច្ចការរួមជាធំ អ្វីជាកិច្ចការរួមពួកយើងធ្វើទាហានច្បាំងគ្នាតែមិនមែនដើម្បីបច្ចេករាជទាំងនោះទេពេលនេះអាចសាកល្បងបានហេតុអីក៏មិនសាកទៅលោកមិនតបលោកមើលពួកគេទាំងអស់នោះទៅ នេះជាបញ្ជាទ័ពផ្សព្វផ្សាយបញ្ជានាំទ័ពដាក់ថយ